លើការអប់រំសរសេរកូដតាមមូលដ្ឋាននៅលើប្រព័ន្ធទូរស័ព្ទដៃ Android ដោយប្រើប្រាស់ការសរសេរកូដចាប់យកប្លុកមួយទៅប្លុកមួយដែលមាននៅក្នុងវិទ្យាសាស្ត្រដើម្បីបញ្ចូលទៅបញ្ចូលគ្នាសមាជិកនៅក្នុងក្រុមអបពួកយើងមានទូនាទីនិងកាតព្វកិច្ចផ្សេងៗគ្នាដូចជាការប្រមូលធនធានព័ត៌មានការគូរគំនូរព្រៀងនិងការបញ្ចូលកូដជាដើមហើយរបស់យើងបានប្រើប្រាស់ website ដែលគឺខាងមួយចំនួនជា Google Search Icon ដើម្បីទៅយក icon ប្រើប្រាស់កម្មវិធី Canva ដើម្បីរចនា logo ប្រើប្រាស់កម្មវិធី Illustrator ដើម្បីគូរគំនូរព្រៀងប្រើប្រាស់កម្មវិធី Adobe Colorway ដើម្បីរចនាពឿនិងប្រើប្រាស់កម្មវិធី MIT Elementa ដើម្បីជំនួយដល់កម្មការ App ពួកយើងបានធ្វើការសហការរបស់ពួកយើងជាមួយនឹងក្រុមក្រុមធ្វើសិក្សាពិសេសចាំលើសាសាដែលតម្រូវឲ្យបានប្រកាសនៅលើទូរស័ព្ទដៃហើយយើងក៏បានធ្វើនៅកិច្ចការល្អនិងមតិសាសាបទខៈស្ថានភាពប្រមាណជា 70% មានការចាប់អារម្មណ៍ខ្លាំងទៅលើរបស់ពួកយើងហើយពួកយើងបានបញ្ចេញមតិក៏សរសើរនឹងការលំអមួយចំនួនរបស់ពួកយើងផងដែរពួកយើងក៏មានការស្បាយរីកខ្លាំងណាស់ដើម្បីឲ្យពួកគេបានបញ្ចេញមតិការលំអមួយចំនួនដល់ពួកយើងពីព្រោះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងវាជាកត្តាជួយជំរុញដល់ចិត្តឲ្យពួកយើងទៅខំធ្វើឲ្យបន្តធ្វើយ៉ាងណាឲ្យអាចរបស់ពួកយើងមានការរីកចម្រើននិងលូតលាស់កាន់តែល្អប្រសើរធ្វើយ៉ាងណាឲ្យអាចរបស់ពួកយើងមានការរីកចម្រើននិងលូតលាស់កាន់តែល្អប្រសើរពួកយើងនៅមានចំណុចច្រើនទៀតដែលត្រូវការជំនួយដូចជានៅ coding នៅតែចិត្ត copy មួយ screen ទៅមួយ screen តាមរយៈការថតដេករបស់ប្រភេទរបស់យើងព្រមទាំងមុខងារមួយចំនួនទៀតដែលតម្រូវឲ្យមានការរចនាបន្ថែមនិងត្រូវបន្ថែមសារអប់រំផ្សេងៗបន្តទៅទៀតហើយនៅពេលដែលរបស់យើងមានសំខាន់ហើយយើងនឹងស្វែងរកអ្នកប្រើប្រាស់តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមដើម្បីឲ្យយើងទទួលបានមតិយោបល់ផ្សេងៗបាទអាចយើងនឹងដាក់បញ្ចូលជាផ្លូវការទៅក្នុង Play Store ដើម្បីមានឱកាសទទួលបានទីផ្សារផ្សេងៗ